One Big Beautiful Bill Act គឺជាសេចក្តីព្រាងច្បាប់ដែលនឹងអាចប៉ះពាល់ដល់ដំណើរការឆ្នោត DV សួស្តីបងប្អូនអរគ្នាខ្ញុំឈ្មោះម៉ានិតជាអ្នកជាប់ឆ្នោត DV ឆ្នាំ2020ថ្ងៃនេះខ្ញុំមានព័ត៌មានមួយមិនសូវល្អចែកជូនដល់បងប្អូនតែពិតខ្ញុំអត់ចង់ចែកម្លែកទៅបងប្អូននេះខ្ញុំចង់តាមដានមើលថាតើព័ត៌មាននេះវានឹងសម្រេចចេញជាផ្លូវការយ៉ាងដូចម្ដេចដោយក្នុងក្បាលវីដេអូខ្ញុំនិយាយអញ្ចឹងគឺជាព័ត៌មានមិនសូវជាល្អសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ឆ្នោតមករស់នៅសហរដ្ឋអាមេរិកទេដូចយើងដឹងហើយតាំងពីណាពីណីមកឆ្នោតនឹងកើតមកនាំមនុស្សមកនៅអាមេរិកច្រើនណាស់ហើយលក្ខខណ្ឌគឺយ៉ាងហោចមានជាប់ថ្នាក់រដ្ឋាភិបាលជាដើមហើយឆ្នោតនេះគឺមិនចំណាយអ្វីអីទាំងអស់ពាក់ព័ន្ធទៅនឹងការដាក់ឆ្នោតពាក់ព័ន្ធទៅនឹងការបំពេញ DSP រហូតយើងចំណាយត្រឹមតែការបកប្រែឯកសារការថតរូបការចូលសម្ភារហើយនឹងការធ្វើតេស្តសុខភាពហ្នឹងណាហើយនឹងបើសិនជាយើងជាប់យើងនឹងចំណាយការថ្លៃបង់ green card ហើយនឹងថ្លៃសមុទ្រយន្តហោះប៉ុណ្ណឹងតែឥឡូវនេះថ្មីនេះគឺក្នុងថ្ងៃទី20ខែ5ឆ្នាំ2025នេះហើយគេប្រជុំនៅថ្ងៃទី21ខែ5 2025ហើយសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តយល់ព្រមពីសភាជាន់ទាបនៅក្នុងថ្ងៃទី22ខែ5ឆ្នាំ2025អញ្ចឹងដាក់ថ្ងៃស្នើដូចផ្ដើមថ្ងៃ20ប្រជុំថ្ងៃ21អនុម័តត្រឹមសភាជាន់ទាបថ្ងៃទី22រងចាំការសម្រេចពីសភាជាន់ខ្ពស់ទៅបើសិនជាសភាជាន់ខ្ពស់មិនអនុម័តបាននៃច្បាប់ហ្នឹងមកភាពតែបើសភាជាន់ខ្ពស់អនុម័តបញ្ជូនឲ្យប្រធានាធិបតីដើម្បីចេញសញ្ញាខ្លាយជាច្បាប់ជាធរមានអញ្ចឹងយើងនៅចាំមើលការសម្រេចចិត្តពីសភាជាន់ខ្ពស់មកតង់ទៀតអូខេអញ្ចឹងខ្ញុំសូមនិយាយទៅខាងក្រោយបន្តិចថាតើច្បាប់នេះអ្នកណាជាអ្នកផ្ដួចផ្ដើមហើយគោលបំណងគេធ្វើអីនៅក្នុងច្បាប់នេះគឺវាមានទូលំទូលាយតែអ្វីដែលខ្ញុំចង់លើកឡើងប្រាប់បងប្អូនគឺពាក់ព័ន្ធតែរឿងនឹងឆ្នោត DV តែប៉ុណ្ណោះអូខេអញ្ចឹងដូចខ្ញុំថាអញ្ចឹងកាលពីថ្ងៃទី20ខែ5ឆ្នាំ2025នេះសមាជិកសភាមកពីគណៈបកគណៈបកសាធារណរដ្ឋគឺលោក Jody Arrington គាត់មកពីរដ្ឋ Texas រដ្ឋដែលខ្ញុំរស់នៅនេះឯងគាត់បានស្នើសេចក្តីព្រាងច្បាប់មួយឈ្មោះថា One Big Beautiful Bill Act ហើយច្បាប់នឹងគឺមានច្រើនទំព័ររាប់រយទំព័រយ៉ាងទៅតែនៅក្នុង file PDF ដែលខ្ញុំបានចូលទៅមើលគឺនៅក្នុងចាប់ពីទំព័រទី497បងប្អូនអាចចូលទៅអានបន្ថែមខ្ញុំដាក់ link ឲ្យបងប្អូនមើលបើសិននៅក្នុង YouTube ខ្ញុំដាក់នៅក្នុង description បើនៅក្នុង Facebook ខ្ញុំនឹងដាក់នៅក្នុង comment តែនៅក្នុង TikTok ប្រហែលជាបងប្អូនអាចចូលមកមើលតាម YouTube វិញដើម្បីព្រោះ TikTok ខ្ញុំបោះទៅវារៀងខ្លីៗដែរប្រហែលជា TikTok ក៏អត់អីដែរបើខ្ញុំដាក់ជូនបងប្អូន TikTok ហ្នឹងហើយអញ្ចឹងច្បាប់នេះអ្វីដែលពាក់ព័ន្ធទៅនឹងឆ្នោត DV ឬក៏ស្អីផ្សេងហ្នឹងគឺពាក់ព័ន្ធទៅនឹងការចំណាយលុយណាបងប្អូនបច្ចុប្បន្នការចំណាយលុយទៅលើឆ្នោត DV នេះគឺអត់មានទេសម្រាប់ការដាក់ពាក្យណាចំណាយលុយទៅលើការបំពេញ DSP រហូតគឺអត់មានទេគឺ0ទាំងអស់ក៏ប៉ុន្តែក្នុងច្បាប់នេះគឺទាមទារក្នុងការយកលុយពីបេក្ខជនទៅលើ2ចំណុចហ្នឹង2ចំណុចហើយច្រើនទៀតគឺបើសិនជាច្បាប់នេះជាប់បានន័យថាអនុម័តពីសភាជាន់ខ្ពស់ទៀតបងប្អូនដែលមានចំណាប់អារម្មណ៍ចង់ដាក់ឆ្នោតនេះមិនដូចមុនទេតលតែបងប្អូនមាន$250ក្នុងការដាក់ឆ្នោតនេះនៅត្រង់ចំណុចនេះអត់បានបញ្ជាក់ថា$250នេះសំដៅទៅលើ one entry បានន័យថាមួយ application ឬយ៉ាងម៉េចមួយច្បាប់ឬយ៉ាងម៉េច
ឬក៏សំដៅលើម្នាក់ក្នុងសមាជិកឬមិនប៉ុន្តែសម្រាប់អ្វីដែលខ្ញុំយល់ក៏ដូចជាខ្ញុំមើលវីដេអូតា Simon ដែលគាត់និយាយគឺសម្រាប់មួយ application មួយឆ្នោតមួយច្បាប់នៃឆ្នោតមួយច្បាប់នៃឆ្នោតហ្នឹងបានន័យថាបើសិនជាមួយគ្រួសារដាក់វាមានសមាជិកនៅក្នុងនឹងដែរក៏ប៉ុន្តែបើសិនជាសមាជិកគ្រួសារហ្នឹងដាក់ឆ្លាស់គ្នាវាស្មើច្បាប់2ច្បាប់នៃឆ្នោតអញ្ចឹងយើងគុណតាមនឹងបានន័យថាមួយច្បាប់250 2ច្បាប់500តែអត់គិតរឿងសមាជិកទេអានេះអ្វីដែលខ្ញុំយល់ក៏ដូចជាខ្ញុំមើលតាមតា Brit Simon គាត់និយាយក៏ប៉ុន្តែខ្ញុំអត់ធានា 100% ថាវានឹងអញ្ចឹងទេគ្រាន់តែខ្ញុំយល់អញ្ចឹងដោយឡែកសម្រាប់ការបំពេញ DSP រហុកបច្ចុប្បន្នគឺมันត្រូវបានគិតកម្រៃឬគិត fee ថ្លៃបំពេញទេគឺ0ក៏ប៉ុន្តែបើសិនជាច្បាប់នេះចេញជាធរមានត្រូវបានអនុម័តចេញពីសភាជាន់ខ្ពស់រហូតដល់ខ្លាយជាច្បាប់ក្នុងមួយអ្នកមិនមែនក្នុងមួយក្នុងមួយអ្នកស្មើនៅក្នុងមួយច្បាប់ហ្នឹងព្រោះនៅក្នុងទម្រង់ DSP រហុកមួយច្បាប់ទៅលើម្នាក់បានន័យថាមួយគ្រួសារ5នាក់គឺត្រូវមាន5ច្បាប់បើឆ្នោតអត់ទេមួយគ្រួសារមាន5នាក់បើសិនជាមានយើងដាក់តែមួយច្បាប់5នាក់ហ្នឹងអស់តែ250ទេតែបើសិនប្តីប្រពន្ធមានសញ្ញាបត្រ2ក៏ដាក់2ច្បាប់អស់500ក៏ប៉ុន្តែបើសិនជា DSP រហុកអត់គិតចឹងឯងគិតចំនួនសមាជិកគ្រួសារដែលនៅក្នុងគ្រួសារនោះដែលមានបំណងចង់មកអាមេរិកដោយ apply DSP រហុកអញ្ចឹងបើសិនជាគ្នា5នាក់ apply ទាំងអស់គឺគុណនឹង5 $400គុណនឹង5មិនមែន250ទេខ្ញុំភ្លេចប្រាប់ពីចំនួនទឹកប្រាក់ដែលត្រូវបង់ទៅលើ DSP រហុកឥឡូវនេះ$0តែបើច្បាប់នឹងអនុម័តគឺ$400ក្នុងមួយ DSP រហុកគ្រួសារបងប្អូន4នាក់$400គុណនឹង4ចាបងប្អូនស្ដាប់អត់ច្រឡំទេបងប្អូនអាចចូលទៅមើលខ្លួនឯងនៅក្នុងចាប់ពីទំព័រទី497នៃសេចក្តីព្រាងច្បាប់នេះហើយបើតាមតា Brit Simon គាត់និយាយច្បាប់នេះប្រហែលជាមិនយូរទេគេនឹងទៅប្រជុំសភាម្ដងទៀតប្រហែលជា2ថ្ងៃក្រោយនេះអញ្ចឹងយើងនឹងអាចឃើញនៅលទ្ធផលនៃការប្រជុំថាច្បាប់នេះត្រូវបានអនុម័តពីសភាជាន់ខ្ពស់ឬអត់តែសម្រាប់ខ្ញុំបន់មិនអោយសេចក្តីព្រាងច្បាប់នេះคล้ายជាច្បាប់ពេញលេញបន្ទាប់ពីការប្រជុំសភាដោយទទួលបានការអនុម័តពីសភាជាន់ខ្ពស់នោះទេអត់ចង់ទេខ្ញុំចង់ឲ្យនៅដដែលដាក់ឆ្នោតអត់អស់លុយបំពេញ DSP រហុកអត់អស់លុយណាត្រង់ DSP រហុកអត់អស់លុយនេះមានបងប្អូនយើងមួយចំនួនគាត់យល់ច្រឡំរឿង DSP រហុកអស់លុយម្ដងហើយតែហ្នឹងរឿងមុនទេណាតែបើសិនជាក្រោយពីការប្រជុំសភានៅអនាគតខាងខ្លីនេះគេអនុម័តអាហ្នឹង$400ណា$400ហ្នឹងហើយនៅក្នុងនោះក៏បាននិយាយដែរច្បាប់នេះបើសិនជាទទួលបានការអនុម័តពីសភាជាន់ខ្ពស់ទៀតខ្លាយជាច្បាប់ពេញលេញវានឹងប៉ះពាល់ដល់បងប្អូនអ្នកដែលអត់ទាន់បំពេញ DSP រហុកសម្រាប់តម្លៃចំណាយ DSP រហុកទាំងបងប្អូនពីឆ្នាំ2025និង2026ពីព្រោះបងប្អូនខ្លះអ្នកដែលជាប់ឆ្នោតពី2025មកឆ្នោត2025បានន័យថាជាប់ឆ្នោតសម្រាប់2025តែគាត់បំពេញឆ្នោតនេះតាំងពី2023អញ្ចឹងបើសិនគាត់អត់ទាន់បំពេញ DSP រហុកទេអាចប៉ះពាល់បើសិនជាច្បាប់នេះអនុម័តគឺគេគិតចាប់ពីថ្ងៃអនុម័តហ្នឹងអញ្ចឹងបើសិនជាយើងបំពេញក្រោយថ្ងៃអនុម័តអាចនឹងគេត្រូវគិតលុយបងប្អូនឆ្នាំ2026បើសិនជាបងប្អូនណាដែលបំពេញហើយខ្ញុំគិតថាគេនឹងមិនគិតលុយទេតែបើបងប្អូនណាដែលមិនទាន់បំពេញហើយច្បាប់នឹងអនុម័តគេនឹងចាប់ដើមគិតលុយបើច្បាប់នឹងអនុម័តហើយត្រង់ចំណុចនេះក៏ខ្ញុំឬក៏តា Brit Simon ដូចគ្នាគឺអត់ 100% ដូចគ្នាថាគេនឹងមិនគិតលុយសម្រាប់បងប្អូន2025និង2026ដែលបានជាប់ឆ្នោតហើយបំពេញមុនខ្ញុំចង់បានន័យថាទោះបីជាយើងបំពេញហើយក៏ដោយសម្រាប់គំនិតខ្ញុំគិតថាគេនឹងមិន
backdate ទៅយកពីយើងអ្នកដែល2025និងអ្នក2026ដែលបានបំពេញ DS 260ហើយទេណាក៏ប៉ុន្តែច្បាប់នេះបើសិនជាគេអាចថយក្រោយទៅយកក៏ខ្ញុំអត់ដឹងច្បាស់ដែរអានេះគឺអ្វីដែលខ្ញុំយល់ថាគេនឹងអាចមិនទៅយកសម្រាប់អ្នកដែលបំពេញ DS 260ចូលទៅក្នុងប្រព័ន្ធរបស់គេហើយទេតែមិនធានា 100% និយាយចង់អញ្ចឹងណាបងប្អូនអញ្ចឹងដូចថាអញ្ចឹងតា Trump រជ្ជកាលរបស់តា Trump គេហៅរដ្ឋបាលគាត់ហ្នឹងគឺស្អីក៏អាចធ្វើបានដែរណាហើយនេះក៏អាចថាជានីតិវិធីមួយក្នុងការធ្វើឲ្យពិបាកក្នុងការអ្នកដែលចង់លេងឆ្នោតនេះបើសិនជាក្នុងករណីអញ្ចេះគេលេងហៅជាឆ្នោតទូទៅហើយឆ្នោតនេះគឺឆ្នោតសម្រាប់អ្នកមានដូចយើងបងប្អូនយើងធ្លាប់នៅក្នុង group Telegram គាត់និយាយថាឆ្នោតនេះមិនមែនឆ្នោតដូចយើងថាអត់លុយក៏ទៅសុំចាប់លេខគេបានមានសំណាងក៏បានឆ្នោតបានជាប់បានលុយអញ្ចឹងណានេះអត់ទេដូចយើងលេងឆ្នោតនៅស្រុកខ្មែរយកលុយទៅទិញកន្ទុយលេខបើត្រូវបានលុយបើខុសអស់លុយហ៎នេះឆ្នោតនេះបើសិនជាច្បាប់នេះអនុម័តបងប្អូននៅចាំកាលពីប្រហែលខែមុនខ្ញុំធ្វើវីដេអូនិយាយអំពីសមាជិកសភាដូចគ្នាមកពីចំនួន6 7រូបរួមគ្នាដើម្បីស្នើសុំឲ្យបិទឆ្នោត DV នេះអត់ទេតែបិទអត់បានអញ្ចឹងឥឡូវថាបិទមិនបានទេបិទមិនបានរកវិធីផ្សេងដើម្បីបង្អាក់ឬបន្ទុចធ្វើម៉េចកុំឲ្យឆ្នោតនឹងទៅដោយរលូនទៅដោយស្រួលណាបងប្អូនខ្ញុំនិយាយនេះបើសិនសម្រាប់បងប្អូនអ្នកដែលគាត់ស្រឡាញ់ control តា Trump ខ្លាំងប្រហែលជាគាត់គិតថាចេះតែនិយាយមិនទាន់ចេញជាច្បាប់និយាយមកបង្អើលបងប្អូនដូចខ្ញុំនិយាយដើមក្បាលវីដេអូខ្ញុំអត់មកបង្អើលខ្ញុំមកអីហើយខ្ញុំអត់និយាយក្នុងន័យថាឲ្យបងប្អូនទៅស្អប់តា Donald Trump អីទេអត់ទេណាពីព្រោះអានេះគឺជារឿងពិតគេធ្វើរួចហើយច្បាប់នេះអនុម័តមកដល់ចុងពាក់កណ្ដាលទីហើយនៅចាំតែសភាជាន់ខ្ពស់មួយទៀតតែ Trump ចាំតែសញ្ញាអាចថាអនុម័តភ្លាម2ម៉ោងក្រោយមកតែ Trump សញ្ញាបាត់ណាបងប្អូនហើយនៅពេលនោះអ្នកដែលមានរឹតតែមានឱកាសមូលហេតុអីបងប្អូននៅពេលនោះគឺអ្នកដែលក្រអ្នកដែលមិនសូវជាមានធនធានគាត់នឹងមិនព្យាយាមដាក់ឆ្នោតនឹងទៀតទេគាត់បោះបង់ហើយអញ្ចឹងអ្នកដែលគាត់មានលុយគាត់អាចមានឱកាសច្រើនជាងមុនមិនដឹងថាឱកាសប៉ុណ្ណាទេអាចថាឱកាសច្រើនជាងមុនពីព្រោះអ្នកដែលអត់មានធនធានគាត់អត់ដាក់ហើយចំនួនវីសាគេនៅតែដដែលពីព្រោះអត់មានច្បាប់អីទៅកែប្រែចំនួនវីសាអ្នកជាប់ឆ្នោតជាង 50,000 នាក់នឹងទៀតទេអញ្ចឹងបើសិនជាអ្នកដាក់អ្នកមានដាក់សិទ្ធិអ្នកមានគឺអ្នកដាក់គឺសិទ្ធិអ្នកមានហើយណាអញ្ចឹងអ្នកដែលអត់អ្នកដែលក្រអត់មានឱកាសដាក់អត់មានលុយដាក់អញ្ចឹងអ្នកមានឱកាសដដែលអាមេរិក Make America Great Again គឺមែនយកអ្នកមានមកហ្មងនៅពេលនេះអ្នកមានហើយមានចេះដឹងទៀតបានន័យថាឆ្នោតនឹងនៅតែតម្រូវការឲ្យមានយ៉ាងហោចសញ្ញាបត្រ12ឬក៏អ្នកដែលមានប្រវត្តិបទពិសោធន៍ការងារគ្រប់គ្រាន់ណាតាមលក្ខខណ្ឌរបស់គេអញ្ចឹងគាត់ធ្វើក៏អត់ខុសដែរយកអ្នកមានហើយមានចំណេះដឹងទៀតយ៉ាងហោចថា12គឺគេចេះដឹងហើយតែវាអកុសលអីអ្នកដែលយើងមិនមានធនធានឬយើងអ្នកក្រយើងអត់មានឱកាសក្នុងការមកជួយទឹកដីអាមេរិកទាំងដែលខ្លួនឯងមានសុបិនចង់មកនៅអាមេរិកដូចខ្ញុំបើសិនជាច្បាប់នេះកើតកំឡុងកាលពីខ្ញុំក៏អត់មានលទ្ធភាពក្នុងការដាក់ដែរខ្ញុំដាក់2សន្លឹកខ្ញុំមួយប្រពន្ធខ្ញុំមួយសន្លឹក250 2សន្លឹក500ហើយគ្នាខ្ញុំ4នាក់បើសិនជា DS 260កាលនោះគេគិត$400ចឹងវាអស់ប្រមាណបងប្អូន4ដង$1,600ទៀត$1,600នៅថ្លៃ green card ម្នាក់កាលនោះតែ$220 green card មួយស្លឹកចឹងពួកខ្ញុំ4នាក់ទៀតឥឡូវ235ពីមុន220ឥឡូវ235ហើយថ្លៃសបុតប្រហោះខ្ញុំអស់ជាង$3,000ទៀតថ្លៃពិនិត្យសុខភាពខ្ញុំអស់ជាង$1,000ទៀតថ្លៃចូលសម្ភាសខ្ញុំអស់ជាង$1,000ទៀតសរុបទូទៅពីមុនដែលមិនទាន់ច្បាប់នេះចេញខ្ញុំអស់ប្រហែល$7,000ចុះបើបូកថ្លៃដាក់ green card
បបោកថ្លៃដាក់ឆ្នោតទៀតបបោកថ្លៃ DA ពីរោទៀតអស់រឹតច្រើនជាងនឹងអូខេអញ្ចឹងមិនចង់ឲ្យច្បាប់នេះទទួលបានការយល់ព្រមពីសភាជាន់ខ្ពស់មកតង់ទៀតទេនៅក្នុងសភាជាន់ទៀតខ្ញុំឃើញការអនុម័តគឺ215សលេងខ្ញុំអត់បានទៅមើលឃើញនៅក្នុងPDF ឯកសារ PDF តែខ្ញុំឮតា Brit Simon គាត់និយាយអ្នកគ្រប់គ្រងច្បាប់នឹងនៅក្នុងសភាជាន់ទាបគឺ215សលេង215រូបណាអញ្ចឹងសង្ឃឹមថានៅក្នុងចំណោមព្រឹទ្ធសភាឬក៏សភាជាន់ខ្ពស់100រូបនឹងមិនមាន50ឬ51រូបដែលគាត់គ្រប់គ្រងណាឲ្យតែក្រោមនឹងគឺយើងមានទឹកមាត់លេបសម្រាប់អ្នកដែលមានបំណងចង់នៅរស់នៅសហរដ្ឋអាមេរិកតាមរយៈឆ្នោតនឹងគឺយើងនឹងមានសង្ឃឹមនឹងមានឱកាសដាក់សម្រាប់ឆ្នាំក្រោយហើយបើសិនជាច្បាប់នេះអនុម័តខ្ញុំមិនដឹងថាតើគេអាច update system ឬយ៉ាងម៉េចតាន់សម្រាប់បងប្អូនយើងអ្នកដែលឆ្នោត2027ខែ10នេះទេព្រោះឥឡូវខែ5សោះ5ខែទៀតអញ្ចឹងនិយាយជារួមទៅអត់ចង់ឲ្យច្បាប់ Act នេះចេញទេសូមឲ្យកុំចេញទៅបានហើយបងប្អូនណាហើយចង្រៃអីអ្នកដែលផ្ដួចផ្ដើមគំនិតនឹងចេញពីរដ្ឋខ្ញុំនៅតិចសាសបងប្អូនចង់ដឹងលំអិតបងប្អូនអាចដូចខ្ញុំថាអាចចូលទៅមើលបន្ថែមនៅក្នុង link ដែលខ្ញុំដាក់ជូននៅក្នុងនេះខ្ញុំដាក់ link 2 link របស់តា Brit Simon ដែលគាត់និយាយជាវីដេអូហើយនឹង link មួយទៀតជា link ដែលរបស់សភាដែលគេនិយាយពីច្បាប់ហ្នឹងបងប្អូនចូលទៅអានខ្លួនឯងទៅហើយត្រង់ណាបើសិនខ្ញុំនិយាយមានកន្លែងណាខុសឬលើសអីអធិស្ឋានផងបងប្អូនវីដេអូហ្នឹងគឺចង់ផ្ដល់ដំណឹងឲ្យបងប្អូនត្រៀមចិត្តត្រៀមកាយខ្លៃលូនអត់បានដឹងណាអត់បានដឹងเลยសុកលេងចេញភឹបមកប្រកែកចុះអាណាថាឆ្នោតនេះអត់យកលុយចុះអាណាថាបំពេញតម្រង DS ពីរហកអត់អស់លុយមិនឥឡូវគេយកណាអានឹងរឿងពីមុនតែឥឡូវបើសិនជាច្បាប់នេះចេញវារឿងផ្សេងអញ្ចឹងផ្ដល់ដំណឹងជូនដំណឹងឲ្យបងប្អូនត្រៀមចិត្តត្រៀមកាយបើសិនជាច្បាប់នេះត្រូវបានមិនអនុម័តគឺយើងនៅដដែលតែបើសិនជាច្បាប់នេះអនុម័តបងប្អូនខ្ញុំជឿថាបងប្អូនភាគច្រើននឹងបាត់ឱកាសជាពិសេសបងប្អូនអ្នកនៅទ្វីបអាស៊ីហើយនិងទ្វីបអាហ្វ្រិកសម្រាប់បងប្អូនគេនៅក្នុងទ្វីបអឺរ៉ុបទ្វីបអូសេអានីអីដូចជាគេមិនជាបញ្ហាអីហ្មងទេទ្វីបខាងទ្វីបអាមេរិកនេះតែទ្វីបអាស៊ីនិងទ្វីបអាហ្វ្រិកមានប្រហែលជាមានចំនួនច្រើនដែលបាត់បង់ឱកាសអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឆ្នោតនឹងគឺនឹងបាត់បង់ឱកាសទាំងដែលខ្លួនឯងប្រាថ្នាប៉ងថាមករស់នៅលើទឹកដីថ្មីដែលជាទឹកដីផ្ដល់ឱកាសសម្រាប់បងប្អូនហើយនិយាយនេះមិនមែនបានន័យថាអ្នកនៅក្នុងទ្វីបអាស៊ីឬទ្វីបអាហ្វ្រិកសិតតែអត់មានឱកាសសម្រាប់គេអ្នកដែលមានធនធានអ្នកដែលមានលុយគេនៅតែមានឱកាសហើយឱកាសច្រើនជាងមុនទៀតហេតុអីពីព្រោះមានមនុស្សចំនួនច្រើនដែលគាត់នឹងមិនមានលទ្ធភាពអញ្ចឹងកាលណាចំនួននោះបន្ថយធ្វើឲ្យចំនួនអ្នកដែលមានធនធានគាត់រឹតតែមានឱកាសច្រើនជាងមុនមួយកម្រិតទៀតណាបងប្អូនហ្នឹងហើយអញ្ចឹងដដែលជាដដែលគឺមិនចង់ឲ្យច្បាប់នេះកើតឡើងទេបងប្អូនមិនចង់ទេអញ្ចឹងចាំមើលចាំអ៊ុតទាំងអស់គ្នាថាតើលទ្ធផលនឹងទៅជាយ៉ាងណាសម្រាប់សេចក្តីព្រៀងច្បាប់មួយនេះដែលកំពុងតែធ្វើដំណើរទៅក្រែកហើយអញ្ចឹងសង្ឃឹមថាឆ្នោតនេះគឺអត់បិទណាបងប្អូនអញ្ចឹងបងប្អូនដែលមិនចង់ឲ្យឆ្នោតនេះបិទបួងសួងទៅចូល comment ក៏បានដែរថាកុំឲ្យបិទបងប្អូនហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងគឺជូនដំណឹងទៅកាន់បងប្អូនអ្នកដែលយើងមានចំណាប់អារម្មណ៍ឬក៏អ្នកដែលបានតាមដានរឿងឆ្នោតហើយយើងកុំតន់អស់សង្ឃឹមយើងនៅចាំមើលទាំងអស់គ្នាហ្នឹងហើយអរគុណច្រើនបងប្អូនបាយបាយ